ក្មេងស្រីតូចគ្រាន់តែបោះចូលលើដីដោយមិននឹកស្មានដល់បុរសខ្លាំងម្នាក់ខ្ញុំមិនអាចរើសវាដោយកម្លាំងរបស់ខ្ញុំទេខ្ញុំគិតថាវាជ្រៅពេកក្នុងការកាត់ក្មេងស្រីបានផ្ដល់ម្ជុលតូចជាងដល់បុរសនោះមិនអាចសំបីតែឈរបុរសនោះសួរដោយឆ្ងល់ថាម្ជុលនេះមានប៉ុន្មានក្មេងស្រីបាននិយាយមិនធ្ងន់800ផោនហើយម្ជុលដែលទើបតែចុកនឹងដីនោះមានត្រឹមតែ2000ផោនប៉ុណ្ណោះ2000ផោនហើយអ្វីដែលធ្វើឲ្យបុរសនោះភ្ញាក់ផ្អើលក្មេងស្រីមិនត្រឹមតែកាត់ម្ជុល2000ផោនដោយម្រាមដៃរបស់នាងប៉ុណ្ណោះទេហើយវាបានជាប់ទាំងនៅក្នុងគំនរថ្មនេះជាក្បាច់គុណ1000ឆ្នាំអ្នកមិនអាចសំបីតែកាត់ម្ជុលទៅជា13ផោនខ្ញុំមិនដឹងថានេះគ្រាន់តែជាម្ហូបអាហារឬគ្រាន់តែឃើញក្មេងស្រីទិញម្ជុលស្រាលបន្តិចគ្រូក្បាច់គុណទាំងអស់បានពាក់បុរសដែលឃើញស្ថានភាពនេះមានការតក់ស្លុតជាខ្លាំងខ្ញុំត្រូវធ្វើគ្រប់យ៉ាងដើម្បីកម្ចាត់ក្មេងស្រីតូចខ្ញុំមិនដឹងថាអត្តសញ្ញាណរបស់ក្មេងស្រីនោះសាមញ្ញឬអត់ទេដំបូងគេក្នុងពិភពក្បាច់គុណដែលជាមនុស្សដំបូងនៅលើមេឃគាត់ទើបតែបង្រៀនសិស្សរបស់គាត់មួយថ្ងៃនៅក្នុងហ្គេមប៉ុន្តែលទ្ធផលគឺមេគុណបានបង្រៀនសិស្សដែលលេង10ឆ្នាំមកដល់ទឹកមួយរយៈនេះធ្វើឲ្យមេគុណខ្មែរមើលងាយគាត់ដើម្បីស្ដារភាពថ្លៃថ្នូររបស់គាត់ក្មេងស្រីបានលើកដៃរបស់នាងវាបានយកអ្នកដឹកនាំក្បាច់គុណដល់1000 វាហាក់ដូចជាកម្លាំងខ្លាំងពេកពេលក្រោយរក្សាវ៉ាចុះព្រោះខ្ញុំត្រូវប្រញាប់ចុះពីភ្នំទៅរកឪពុកម្ដាយក្មេងស្រីបានលោតចុះពីលើភ្នំខ្ពស់10000ម៉ែត្រតើវាត្រូវម្ចាស់ត្រកូលសិនវីក្រោមច្រាំងថ្មដោយរបៀបណាហើយចៅហ្វាយនៃគ្រូសាសិនបានឃើញក្មេងស្រីពីភ្នំខ្ពស់10000ម៉ែត្រលោតចុះក្រោមខ្ញុំមិនប្រញាប់ទេខ្ញុំរំភើបនៅពេលនេះម្ចាស់នៃពិភពលោកខ្ញុំមិនដឹងថាតើម្ចាស់គ្រូសាសិនបានរងចាំមួយខែនៅក្រោមភ្នំឬអត់គឺសម្រាប់ម្ចាស់នៃពិភពលោកគាត់បានអញ្ជើញគាត់មកផ្ទះធ្វើជាគ្រូបង្វឹកឲ្យគ្រូសាសិនរស់ឡើងវិញគឺជាម្ចាស់នៃពិភពលោកចៅហ្វាយនៃគ្រូសាសិនបានយល់ព្រមហើយស្វែងរកឪពុកម្ដាយតែគាត់សុខចិត្តត្រឡប់ទៅជាគ្រូបង្វឹកក្រុមគ្រូសាសិនមួយគឺជាការសន្យាល្អចៅហ្វាយនៃគ្រូសាសិនរំភើបចិត្តយ៉ាងខ្លាំងក្នុងការយកក្មេងស្រីនេះទៅធ្វើប្រតិបត្តិរបស់គាត់កំពុងឃើញក្មេងស្រីដែលមានពុកចង្កាខ្ញុំនឹងក្លាយជាគ្រូបង្វឹកក្បាច់គុណកំហឹងនៃមុខមេគ្រូសាទទួលបន្ទុកបង្រៀនការរស់រានមានជីវិតនៃទំនាក់ទំនងគ្រួសារតើគាត់អាយុប៉ុន្មានតើគាត់អាចធ្វើក្បាច់គុណបានទេតើគាត់អាចបង្រៀនបានទេមិនក៏ក្មេងម្លេះម្ចាស់គ្រួសារសិនចង់ពន្យល់ថាក្មេងស្រីជាម្ចាស់លើពិភពលោកដែលពិបាកនឹងអាណិតណាស់កូនប្រុសជិលស្ដាប់ទស្សនវិជ្ជាគ្រាន់តែទៅជាមួយលំហខ្ញុំមិនយល់ស្របនឹងការពិតដែលថាស្រីនោះជាម្ចាស់របស់ស្រីម្នាក់ដែលខូចសាច់ដុំស្រីនោះជាម្ចាស់របស់នាងនោះទេបានស្នាក់នៅព្រោះគាត់គ្មានគ្រូបង្រៀនដូច្នេះគាត់ត្រូវបង្ខំនារីនោះធ្វើជាម្ចាស់របស់គាត់តាន់ជីស៊ីនសិនមេងខ្ញុំនឹងទុកវាឲ្យអ្នកខ្ញុំគិតថាក្មេងស្រីនោះច្បាស់ជាមិនអាចបង្រៀនខ្លួនឯងបានទេសាច់ដុំពេញខ្លួនដែលខូចរួចទៅហើយរឿងដំបូងដែលក្មេងស្រីបង្រៀនគាត់ឲ្យហាត់ក្បាច់វាជាការពិតដែលគាត់បានរើសសម្ចូលខ្ញុំបានគិតអ្វីតើវាមិនមែនជាម្ជុលទេបន្ទាប់មកខ្ញុំបានឃើញទស្សនវិជ្ជាបើកក្មេងស្រីគ្រាន់តែបោះម្ជុលមួយដោយដៃរបស់នាងនៅលើដីគ្មានសិនមេងប្រើកម្លាំងណាមួយដើម្បីរើសវាទេនៅពេលដែលសិនមេងមានអារម្មណ៍ខ្លាំងសម្រាប់ពេលនេះក្មេងស្រីបានប្រាប់គាត់ថាម្ជុលគឺធ្ងន់មាស2000ហើយអ្វីដែលធ្វើឲ្យសិនមេងធ្លាក់ពីចង្ការបស់ក្មេងស្រីមិនត្រឹមតែដាក់ម្ជុលដោយដៃរបស់នាងទេក្នុងថ្មឆ្វៃនោះរឹងនឹងមិនអាចយកឈ្នះបានជាងមុនបន្តិចគ្រាន់តែដាក់ថ្មឆ្វៃនោះទាំងអស់នៅក្នុងបេះដូងឃើញស្ថានភាពបែបនេះសិនមេងត្រូវបានធ្វើទារុណកម្មទាំងស្រុងក្មេងស្រីត្រូវធ្វើជាមេនៅកន្លែងកាត់ហែកប៉ុន្តែក្មេងស្រីនោះបានយកសិនមេងធ្វើជាបានបង្រៀនក្បាច់គុណដល់គាត់ទេទៅវិញសូមឲ្យសិនមេងប្រើម្ជុលមាសដ៏ធ្ងន់1000ដើម្បីបញ្ចប់ការបាក់ប្រាប់សិនមេងថាឲ្យតែនាងប្រាំចូលដើម្បីបាក់ចាននៅថ្ងៃនេះគាត់អាចយកឈ្នះចៅហ្វាយនេះទាំងអស់នៅពេលនេះសិនមេងមិនមានការសង្ស័យចំពោះមនុស្សស្រីនោះទេខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីចាក់គាត់នៅពេលនោះចៃដន្យដែលឈុតនេះត្រូវបានឆ្លងកាត់ដោយកូនប្រុសផ្សេងទៀតឡើងកាត់ហែកឃើញសិនមេងដូចម្ដាយនាងចង់រៀនដេប៉ាក់ម្ដងទៀតមិនអាចជួយអ្វីបានទេប៉ុន្តែចង់ធ្វើឲ្យសិនមេងមានប្រយោជន៍គឺគ្មានប្រយោជន៍ម្ជុលដេប៉ាក់តូចពីរមិនអាចកាន់ខ្ញុំបានទេតើអ្នកកំពុងគិតអំពីអ្វីវាយើងក្នុងរយៈពេល3ថ្ងៃខ្ញុំឃើញ3ថ្ងៃក្រោយមកវាជាការល្អដែលអ្នកអាចដេកាំបិតក្បាលពោះនេះក្មេងស្រីបានឃើញស្ថានភាពនេះខ្ញុំមិនបានវាប្រហារដើម្បីជួយសិនមេងទេផ្ទុយទៅវិញលោកបានណែនាំលោកសិនមេងឲ្យផ្ដោតលើការប៉ាក់ឲ្យបានច្រើនជាងនេះមនុស្សទាំងនោះយ៉ាងខ្លាំងសិនមេងក៏ចេះស្ដាប់បង្គាប់ដែរត្រឹមតែ2ម៉ោងប៉ុណ្ណោះគាត់បានបញ្ចប់ការប៉ាក់ក្រោមការណែនាំរបស់ក្មេងស្រីហើយអ្នកអាចបញ្ចូលចូលទៅក្នុងថ្មឆ្វៃនោះដែលមិនអាចកាត់ថ្លៃបានយ៉ាងងាយស្រួលសិនមេងមានអារម្មណ៍រំភើបជាខ្លាំងគាត់បានគិតទីបំផុតគាត់បានសម្រេចវេទមន្តរបស់គាត់រីណាដែលសុំឲ្យពាក់ក្បាលពស់ក្រហមដែលទើបតែប៉ាក់អ្វីអ្នកឲ្យខ្ញុំពាក់ក្បាលពស់បរោះធំទោះយ៉ាងណាក៏ដោយនៅពេលដែលសិនមេងបានដាក់នៅលើទាំងស្រុងគាត់មិនអាចសំបីតែឈរនៅស្ងៀមគាត់សួរភ្លាមថាហេតុអ្វីបានជាក្បាលពស់ធ្ងន់សម្ភារៈពស់នេះមានមនុស្សរាប់ពាន់នាក់ដែលនឹងសាងសង់វាទីបំផុត1000ផោនអ្នកញ៉ាំនឹងគេងអ្នកត្រូវតែពាក់វាមិនធ្វើតាមដំបូន្មានរបស់ខ្ញុំកុំអូសគាត់ចុះប៉ុន្តែវាបានកាត់ឡើងនៅក្បែរសាររងមកសាពួកគេបានប្រកល់សាកសពបុរសដល់គ្រូសាសិនភ្លាមប្រសិនបើភីគីទាំងពីរអាចដាក់500ផោននៅពីមុខពួកគេដោយត្រូវបានរុំនៅក្នុងពីងស្រាតើអ្នកណានឹងឈ្នះព្រោះភីគីម្ខាងទៀតត្រៀមមកដូច្នេះគេអាចយកវាទៅដាក់លើពីងស្រាបានយ៉ាងងាយផ្ទុយទៅវិញគ្រូសាសិនគេមិនដែលឃើញរឿងធ្ងន់បែបនេះទេកុំនិយាយថាប្រើលុយគ្រប់ពីងស្រាទោះបីជាអ្នកមិនអាចកាន់វាក៏ដោយទីបំផុតសិនមេងត្រូវតែធ្វើចលនាប៉ុន្តែគាត់ពាក់ក្បាលពស់ពណ៌ក្រហមដែលមានទម្ងន់ជាង1000ផោនបន្ទាប់ពីទទួលបានប្រាក់500ផោនវាក៏ពិបាកក្នុងការដឹងដែរថាតើរាងកាយមានរាងកោងខ្ញុំអាចយកអរេមកបោះចូលមុខគ្រូសាសិនប៉ុណ្ណោះបន្ទាប់មកគាត់បានសុំនារីនោះយកពស់ក្រហមចេញទេខ្ញុំបាននិយាយវាតិចជាង3ផោនកុំដកក្បាលពស់ចេញជាសំណាងល្អមានការប្រកួតប្រជែងនោះល្អជាងគ្រូសាអ្នកណាអាចប្រើរយៈពេលខ្លីបំផុតអូសធំពីរដើម្បីហោះកាត់ភូមិកាប្រូនភីគីម្ខាងទៀតជំនាញដូចពួកគេបានទាញធំយ៉ាងងាយស្រួលក្នុងរយៈពេល10វិនាទីពីលើភូមិកាផ្លែប្រូនពីការប្រឈមរបស់គ្រូសាសិនវាមិនងាយស្រួលទេក្នុងការហោះហើរលើភូមិកាប្រូនបានប្រែក្លាយថាវាមិនត្រឹមតែថាជាពេលវេលាបានកន្លងផុតហើយគ្មានជំរឿក្រៅពីដាក់ក្បាលរឹងរបៀបដែលគាត់អាចហោះហើរនៅលើភូមិគាត់បានដួលដោយសារតែទម្ងន់ធ្ងន់សំណាងល្អមេធំរហ័សរហួនប្រញាប់ឡើងហើយចុះចាញ់សិនមេងបានរារាំងវាទោះយ៉ាងណាក៏ដោយនេះមិនល្អទេគាត់មានការភ្ញាក់ផ្អើលនៅពេលដែលគាត់បានរារាំងរាងកាយរបស់សិនមេងគឺធ្ងន់ណាស់ក្បាលពស់មិនងាយស្រួលទេសិនមេងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេការធ្វើតេស្តជុំនេះអ្នកដែលប្រឡងជាប់មិនយូរទេមនុស្ស3នាក់ខ្ញុំបានសុទ្ធបាល់បញ្ចូលទីដាច់ខាតខ្ញុំសំទោសខ្ញុំបានបរាជ័យម្ដងទៀតអ្វីទៅជាប្រញាប់តើមិនមានមួយជុំទៀតទេកុំសោកសៅគ្រាន់តែមានទឹកដោះគោទេអ្នកមិនផឹកខ្ញុំទេបន្ទាប់មកពោះរបស់ខ្ញុំរួចរាល់ហើយនៅសល់តែ1/5ប៉ុណ្ណោះ
តិចជាង15នាទីការធ្វើតេស្តទី3សិស្សរបស់ Shen Bai ទៅតុលាការដើម្បីប្រយុទ្ធជាមួយអ្នកការពារនៅក្រោមខ្សែការពារសង្កត់រយៈពេល30វិនាទីជាគុណវុឌ្ឍ30វិនាទីវាសាមញ្ញណាស់បន្ទាប់ពីការបណ្ដុះបណ្ដាលប្អូនប្រុសលោកវងឆ្លងកាត់នេះនោះមិនងាយស្រួលទេសូមស្វាគមន៍អ្នកការពារស្ដេចវូចូលចិត្តពេត្រុសអេសាយការសរសេរឡើងការដឹងគុណហ៊ានប្រឆាំងនឹងអ្នកដែលទើបតែនិយាយអ្នកចង់ឲ្យគ្រូរបស់ខ្ញុំទទួលបានរាល់ការបញ្ច្រាស់នឹងត្រូវបានអ្នកណាក្រោកឡើងមុនស្លាប់ដំបូងប៊ីស៊ូអូតើមានអ្វីខុសតើមានអ្វីខុសហ្វេងឆេងវាគ្រាន់តែជាការសាកល្បងប៉ុណ្ណោះធ្ងន់ម្លេះមិនថាសង្កៀមយូរប៉ុណ្ណាទេប្រសិនបើអ្នកខ្លាចជាមខ្ញុំណែនាំអ្នកឲ្យបោះបង់ហ្គេមខ្ញុំនឹងប្រយុទ្ធជាមួយអ្នកគាត់មិនអាចដោះស្រាយជាមួយមនុស្សបានទេខ្ញុំនឹងធ្វើវាខ្ញុំនឹងធ្វើវាតើអ្នកចង់ឈ្នះខ្ញុំទេបងប្រុសខ្ញុំស្លាប់ហើយខ្ញុំស្លាប់ហើយខ្ញុំស្លាប់ហើយបងប្រុសអ្នកចាស់គឺអាក្រក់ណាស់ហេតុអ្វីបានជាអ្នកមិនបំបែកមកពីគ្រូសាឆេនសង្កៀមដ៏ខ្លាំងក្លារវាងអ្នកចាស់ទុំទាំងពីរគឺអយុត្តិធម៌ណាស់ចំពោះពួកគេតើយើងនៅតែអាចឈ្នះបានទេខ្ញុំនឹងប្រយុទ្ធជាមួយអ្នក